ពានរង្វាន់ UEFA Champions League គឺជាពានដែលជាគោលដៅរបស់ក្រុមពួកយើងនឹងធ្វើឲ្យបាននៅរដូវកាលនេះគឺជាសម្ដីរបស់កីឡាករ Alisson Becker Alisson Becker អ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool បានចេញមកនិយាយថានៅរដូវកាលមុនដោយសារតែក្រុមហង្សក្រហមបានផ្ដោតទៅពាន Premier League ខ្លាំងជាងទើបធ្វើឲ្យពួកគេមិនអាចទទួលបានជោគជ័យនៅក្នុងពាន UEFA Champions League សម្រាប់ក្រុមហង្សក្រហមបានធ្លាក់វគ្គ16ចុងក្រោយក្រោមថ្វីដៃរបស់ក្រុម Paris Saint-Germain មកពីបារាំងទើបធ្វើឲ្យពួកគេមិនអាចបន្តដំណើរបាននៅក្នុងនោះសម្ដីរបស់ Alisson Becker បានចេញមកនិយាយថាវាពិតជាបាក់ណាស់ក្នុងការនិយាយអំពីរឿងនោះវាពិតជាឈឺចាប់ព្រោះថាគោលដៅរបស់យើងគឺចង់បានពាន Champions League កាលពីរដូវកាលមុនតែក៏ព្រោះតែពួកយើងកាលពីរដូវកាលមុនពួកយើងផ្ដោតទៅលើពាន Premier League ខ្លាំងជាងទើបយើងមិនសូវផ្ដោតទៅលើ UEFA Champions League ប៉ុន្មានទេតែខ្ញុំជឿជាក់ថានៅក្នុងរដូវកាលនេះក្រុមរបស់យើងទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានជោគជ័យនៅក្នុងពាន UEFA Champions League នៅក្នុងរដូវកាលថ្មី2025-2026នេះយើងនឹងសន្យាចំពោះបងប្អូនអ្នកគាំទ្រទាំងអស់ថាពួកយើងនឹងធ្វើឲ្យបានហើយនឹងធ្វើឲ្យល្អជាងរដូវកាលមុននេះគឺជាសម្ដីរបស់កីឡាករ Alisson Becker ហើយសម្រាប់បងប្អូនតើមានគំនិតយល់ស្របនឹងសម្ដីរបស់កីឡាករ Alisson Becker ដែរឬយ៉ាងណាបងប្អូនក៏អាចជួយការ comment នៅក្នុងវីដេអូខាងក្រោមនេះជាមួយ admin ទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលចង់ join channel Telegram បងប្អូនអាចជួយការ join link by TikTok ដែល admin ទម្លាក់នៅក្នុង profile របស់ admin បានហើយពេលនេះ admin សូមជម្រាបលាតែមុនជម្រាបលាសូមបងប្អូនជួយចុច like ចុច share ចុច follow admin ផង